ឥឡូវកូនអាយុ8ខែហើយចាគឺខ្លះឃើញស្អីចាប់ផ្ដើមតោងឃើញស្អីចាប់ផ្ដើមប្រឹងទាញប្រឹងតោងចាក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ថាកូនអាយុ8ខែគាត់នឹងចេះធ្វើអ្វីខ្លះហើយគីឡូគាត់នឹងមានគីឡូប៉ុណ្ណាដែលជាគីឡូស្តង់ដារគីឡូល្អចាជាទូទៅនៅពេលដែលអូនអាយុ8ខែកូនប្រុសគាត់គួរតែមានគីឡូចន្លោះពី9 6គីឡូ9ខាំហើយទៅដល់10គីឡូ7ខាំចាហើយកូនស្រីគួរតែមានគីឡូចន្លោះពី6.3ខាំទៅដល់គីឡូ10.2ខាំ10គីឡូ2ខាំចាហើយក្នុងខែនេះគឺជាខែដែលគាត់ចេះវាដោយប្រើក្បាលជង្គង់ពីមុនគ្រាន់តែលូនទេអាយុ7ខែតែចូលដល់8ខែចាប់ដើមប្រើជង្គង់ហើយខ្វាច់ទៅលឿនខ្លាំងហើយចាហើយមួយទៀតក៏ចាប់ផ្ដើមតោងឈរដែរចាក្មេងខ្លះអាយុ8ខែគឺចាប់ផ្ដើមតោងរបស់ណាដែលនៅចិត្តគាត់ដែលមានកម្ពស់អីមុំហ្នឹងចាប់ផ្ដើមតោងឈរហើយបើសម្រាប់ភាសាវិញគឺគាត់អាចចាប់ផ្ដើមយល់ភាសាងាយៗដូចជា no ចាហាមទៅ no អីហ្នឹងដែលម៉ាក់អាសានិយាយហ្នឹងគឺគាត់ចាប់ផ្ដើមយល់ហើយថាអ្វីទៅជា no អ្វីទៅជាម៉ាក់អ្វីទៅជាប៉ាគាត់យល់ភាសាហើយប្រព័ន្ធរំលាយអាហាររបស់គាត់គឺចាប់ផ្ដើមកាន់តែរឹងមាំក្នុងពេលដែលកូនមានអាយុ8ខែនេះអញ្ចឹងម៉ាក់អាចបង្កើននៅការញ៉ាំអាហាររបស់កូនទៅដល់2ពេលចាដូចជាពេលព្រឹកឬមួយក៏ពេលល្ងាចចាហើយក្នុងខែនេះដល់តែកូនចេះតោងឈរហើយអញ្ចឹងលើកទឹកចិត្តឲ្យម៉ាក់ប្រយ័ត្នប្រយែងចំពោះរបស់របរដែលដាក់នៅលើទឹកក្តៅទឹកអីឬមួយក៏តុកអីណាដែលវាអត់សូវមាំនៅទឹកចិត្តឲ្យម៉ាក់ព្យាយាមរក្សារបស់ហ្នឹងឲ្យវាមាំតិចយ៉ាងណាកុំឲ្យតោងទៅស្រាប់តែបាសជើងដួលចាហើយម៉ាក់ណាខ្លះដែលមានកូនអាយុ8ខែឬមួយក៏អីហ្នឹងអាចខមមិនថាកូនចេះតោងចូលនៅហើយបើយល់ថាវីដេអូនេះមានប្រយោជន៍កុំភ្លេច share សម្រាប់ម៉ាក់ផ្សេងទៀតហើយកុំភ្លេច follow ដើម្បីដឹងថាកូនអាយុ9ខែគាត់នឹងចេះធ្វើអីចាអរគុណជួបគ្នាវីដេអូអាយុកូន9ខែ